ធ្វើខ្លួនជាអ្នកផ្ដល់ឲ្យមានសេចក្តីសុខជាងធ្វើខ្លួនជាអ្នកទៀមទាបាទថ្ងៃនេះខ្ញុំសូមលើកយកអំពីប្រធានបទមួយដែលនិយាយអំពីបាទការផ្ដល់ឲ្យនិងការទៀមទាចំណុចដែលសំខាន់នោះគឺការផ្ដល់ឲ្យគឺធ្វើឲ្យយើងមានសេចក្តីសុខការទៀមទាគឺធ្វើឲ្យយើងមានសេចក្តីទុក្ខបាទសេចក្តីសុខបែបម៉េចសេចក្តីទុក្ខបែបម៉េចសម្រាប់បទពិសោធន៍ខ្ញុំផ្ទាល់បាទខ្ញុំពីមុនគឺចូលចិត្តទៀមទាចង់ឲ្យគេដូចចិត្តបាទចង់ឲ្យគេធ្វើទៅតាមអ្វីដែលយើងចង់បានពេលដែលគេធ្វើអត់តាមយើងគឺមានអារម្មណ៍ថាអត់សុខចិត្តក្តៅក្រហល់ក្រហាយមិនសុខចិត្តអន្ទះអន្ទែងបាទអញ្ចឹងគឺធ្វើឲ្យអារម្មណ៍យើងហ្នឹងគឺនៅមិនសុខទេហើយតែងតែខឹងតែងតែស្អប់នៅអ្វីដែលយើងចង់ឲ្យគេដូចចិត្តយើងហើយគេអត់ធ្វើទៅតាមយើងហ្នឹងណាអញ្ចឹងអ្វីដែលសំខាន់គឺខ្ញុំទទួលបានបទពិសោធន៍ផ្ទាល់បាទអំពីការទៀមទាដែលពីមុនខ្ញុំចង់ឲ្យគេធ្វើនេះធ្វើនោះដូចថាយើងធ្វើដូចថាខ្ញុំធ្វើនេះអំពើល្អហើយចង់ឲ្យគេធ្វើល្អដូចអញ្ចឹងដែរប៉ុន្តែគេអត់ធ្វើអញ្ចឹងបែរទៅជាខឹងគេអញ្ចឹងគេថាការផ្ដល់ឲ្យហ្នឹងក៏មានភាពបាទចេញពីចិត្តដ៏ស្មោះសរបរិសុទ្ធទេគឺការបាទធ្វើល្អមួយគឺចង់បានផលតបស្នងដូចធ្វើអំពើល្អអញ្ចឹងចង់បានផលតបស្នងត្រឡប់មកវិញតាមរយៈផលអ្វីមួយដែលយើងចង់រំពឹងទុកអញ្ចឹងណាអ្វីដែលសំខាន់នោះពេលដែលធ្វើហើយអត់សុបាយចិត្តទៀតពេលដែលបងប្រាថ្នាទៅអត់បានដូចចិត្តអញ្ចឹងណាអញ្ចឹងអ្វីដែលសំខាន់គឺការទៀមទាគឺធ្វើឲ្យយើងហត់ធ្វើឲ្យយើងអស់កម្លាំងធ្វើឲ្យយើងអត់សុបាយចិត្តជាពិសេសដូចពេលដែលយើងធ្វើបុណ្យហើយយើងទៀមទាយើងចង់បាននេះចង់បាននោះពេលដែលយើងអត់ទទួលបានដូចចិត្តបែរទៅជាបន្ទោសថាបុណ្យអត់ជួយអញ្ចឹងទៅអញ្ចឹងកន្លែងហ្នឹងគឺមិនមែនថាតើតែយើងផ្ដល់ឲ្យហើយយើងត្រូវតែទទួលបានទេអារម្មណ៍មួយហ្នឹងពេលដែលយើងទៀមទាច្រើនពេកគឺវាអត់បានដូចចិត្តទេហើយហត់អស់កម្លាំងហើយអស់ធម៌ពលបន្ថែមពីលើនឹងទៀតដូចគ្នាដែរកន្លែងដែលថាការផ្ដល់ឲ្យគឺមានសេចក្តីសុខហើយមានសុភមង្គលកន្លែងហ្នឹងគឺពិតជាមានសារៈសំខាន់ខ្លាំងមែនទែនពេលដែលយើងផ្ដល់ឲ្យកាន់តែច្រើនយើងទទួលបាននៅសុភមង្គលកាន់តែច្រើនចឹងអ្វីដែលខ្ញុំលើកយកមកនិយាយនេះគឺខ្ញុំទទួលបាននៅបាទចំណុចពីរហ្នឹងផ្សេងគ្នាអំពីការផ្ដល់ឲ្យនិងការទៀមទាការទៀមទាគឺធ្វើឲ្យយើងហត់អស់កម្លាំងការផ្ដល់ឲ្យគឺធ្វើឲ្យយើងមានសេចក្តីសុខសន្តិភាពនៅក្នុងចិត្តកាន់តែខ្លាំងចឹងអ្វីដែលខ្ញុំលើកយកមកនិយាយនេះគឺបាទអំពីបទពិសោធន៍របស់ខ្ញុំផ្ទាល់ដែលខ្ញុំឆ្លងកាត់ដោយរាល់ហើយអំពីការទៀមទានិងការផ្ដល់ឲ្យការផ្ដល់ឲ្យទោះបីជាយើងផ្ដល់ឲ្យហើយមិនទទួលបាននៅផលតបស្នងត្រឡប់មកវិញប៉ុន្តែយើងក៏ទទួលបាននៅបាទសេចក្តីសុខសប្បាយចិត្តសន្តិភាពនៅក្នុងចិត្តរបស់យើងដែរអញ្ចឹងអ្វីដែលខ្ញុំលើកយកមកនេះពេលដែលខ្ញុំធ្វើជាអ្នកផ្ដល់ឲ្យគឺខ្ញុំទទួលបាននៅបាទសេចក្តីសុខខ្លាំងមែនទែនទោះបីជាបាទអ្វីដែលខ្ញុំផ្ដល់ឲ្យហ្នឹងអត់ទទួលបានផលតបស្នងក៏ខ្ញុំសប្បាយចិត្តបាទគឺខ្ញុំមើលឃើញថាការផ្ដល់ឲ្យគឺធ្វើឲ្យយើងមានសន្តិភាពនៅក្នុងផ្លូវចិត្តហើយគឺធ្វើឲ្យយើងសប្បាយចិត្តបន្ថែមពីលើនឹងទៀតអញ្ចឹងការផ្ដល់ឲ្យនេះគឺពិតជាសំខាន់ខ្លាំងមែនទែនការផ្ដល់ឲ្យមិនមានការទៀមទាការផ្ដល់ឲ្យដែលចេញពីចិត្តបរិសុទ្ធគឺធ្វើឲ្យជីវិតរបស់យើងមានភាពបាទស្រស់បំព្រងខ្លាំងមែនទែនហើយមិនអន្ទះអន្ទែងបាទមិនក្តៅក្រហល់ក្រហាយនោះទេពេលដែលយើងផ្ដល់ឲ្យដោយមិនមានការទៀមទាហ្នឹងណាអញ្ចឹងចំណុចហ្នឹងគឺសំខាន់ខ្លាំងមែនទែនអំពីការផ្ដល់ឲ្យនិងការចង់បានការទៀមទាដែលហៅថាការលះបង់យើងត្រូវតែទទួលបានមកវិញពេលដែលយើងលះបង់អញ្ចឹងការលះបង់គឺខុសអំពីការផ្ដល់ឲ្យហើយក៏ខុសអំពីការទៀមទាដែរការទៀមទាគឺយើងចង់បានពីនរណាម្នាក់ពេលដែលគេមិនបានធ្វើដោយចិត្តរបស់យើងគឺយើងបែរជាខឹងក្តៅក្រហល់ក្រហាយប៉ុន្តែនៅពេលដែលយើងផ្ដល់ឲ្យទោះបីជាការដែលយើងផ្ដល់ហ្នឹងមិនមានផលតបស្នងអ្វីមកវិញក៏យើងសប្បាយចិត្តដោយសារតែការផ្ដល់ចេញពីចិត្តបរិសុទ្ធហើយមួយវិញទៀតនៅពេលដែលយើងទទួលបានការលះបង់កាន់តែខ្លាំងបាទពេលដែលយើងទទួលបានមកមិនដូចចិត្តគឺយើងបែរទៅជាមិនសប្បាយចិត្តនៅក្នុងចិត្តទៅវិញអញ្ចឹងការលះបង់ការផ្ដល់ឲ្យការទៀមទាគឺជាចំណុចមួយដែលខ្ញុំធ្លាប់ឆ្លងកាត់ហើយក៏ខ្ញុំចង់ចែករំលែកអំពីបាទបទពិសោធន៍ដែលខ្ញុំបាទធ្លាប់ជួបថាតើចំណុចមួយណាដែលមាននៅសេចក្តីសុខជាងគេអញ្ចឹងអ្វីដែលខ្ញុំទទួលបាននៅសេចក្តីសុខជាងគេគឺការផ្ដល់ឲ្យនេះហើយគឺធ្វើឲ្យជីវិតមាននៅសន្តិភាពការទៀមទាគឺធ្វើឲ្យជីវិតរបស់យើងជួបនៅសេចក្តីទុក្ខការលះបង់
ពេលដែលយើងលះបង់យើងមិនទទួលបាននៅអ្វីដែលយើងព្រមបងប្រាថ្នាដូចចិត្តយើងបែរទៅជាក្តៅក្រហល់ក្រហាយមិនសប្បាយចិត្តដូច្នេះហើយការផ្ដល់ឲ្យគឺពិតជាមានសារៈសំខាន់ខ្លាំងមែនទែនបាទដូចយើងដែលលើថាស្រឡាញ់គឺលះបង់អញ្ចឹងពេលដែលយើងស្រឡាញ់ម្នាក់ណាម្នាក់យើងត្រូវតែមានការលះបង់ប៉ុន្តែនៅពេលដែលភាគីណាម្នាក់មិនបានធ្វើអ្វីមកឲ្យយើងមិនត្រូវបាទការទុកសុខចិត្តក្តៅក្រហល់ក្រហាយទេដោយសារតែបាទយើងលះបង់ទៅហើយទោះបីជាយើងចង់បានផលតបស្នងត្រឡប់មកវិញក៏មិនអាចទៅរួចនោះដែរដោយសារតែយើងបានលះបង់អញ្ចឹងនៅពេលដែលយើងមិនបានដូចចិត្តក៏យើងក្តៅក្រហល់ក្រហាយផងដែរដូច្នេះហើយចំណុចដែលសំខាន់នោះគឺធ្វើការជ្រើសរើសជាមួយនឹងការផ្ដល់ឲ្យកាន់តែច្រើនគឺធ្វើឲ្យជីវិតជួបនៅសុខសន្តិភាពគឺធ្វើឲ្យជីវិតជួបនៅសេចក្តីសុខកាន់តែច្រើនពីខ្ញុំបាទឈ្មោះស្រីច័ន្ទដាវីតដែលនិយាយអំពីច្បាប់នៃចក្រវាឡច្បាប់នៃការស្រូបទាញក៏ដូចជានិយាយអំពីធម្មពលដែលមាននៅក្នុងអំណាចនៅក្នុងខ្លួនរបស់មនុស្សផងដែរវីដេអូនេះគឺខ្ញុំសូមធ្វើការបញ្ចប់ប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណច្រើន